អាផ្លែនេះវារៀងលាក់ស្លឹកបងប្អូនយើងមើលអត់សូវឃើញផ្លែទេប៉ុន្តែពេលដែលយើងស្លឹកវាមើលយូរទៅវាឃើញផ្លែច្រើននៅតាមស្លឹកចឹងទៅពពកខៀវវាបន្លាំមួយស្លឹកពណ៌ខៀវដូចគ្នាចឹងណាហើយនៅពេលដែលវាទុំប្រែពណ៌ក្រហមអានេះយើងស្រួលមើលស្រួលបេះហ្មងបងប្អូននេះចឹងម៉ាក់យ៉ងរបស់ខ្ញុំនេះគឺផ្លែពីបៃសាចឹងទៅវាមានទូចវាមានធំអត់ស្មើគ្នាទេហើយអាសាក្រោយនេះក្តាប់ទូចទៅអាសាមុនវារាងធំអញ្ចឹងណាហើយពេលដែលយើងបេះលក់ហ្នឹងគឺយើងបេះបន្តគ្នាដោយសារផ្លែវាអត់ស្រុះគ្នាវាមានមុនមានក្រោយចឹងទៅហើយបើសិនយើងទុកឲ្យវាទុំមែនទែនគឺវាឆ្ងាញ់ក៏តែនៅពេលយើងទុកវាទុំពេកសัตว์ក៏ប្រុកអីវាមកស៊ីអស់ចឹងណាចាជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាជារៀងរាល់ចុងសប្តាហ៍នេះខ្ញុំតែងតែធ្វើដំណើរចាប់ពីផ្ទះរបស់នេះខ្ញុំទៅលេងផ្ទះប៉ាម៉ាក់ក្មេកនេះខ្ញុំដែលស្ថិតនៅខាងភូមិអន្លង់វលបងប្អូនហើយនេះខ្ញុំតែងតែធ្វើដំណើរកាត់តាមស្រែប្រាំងយើងបងប្អូនខាងស្រះឈូកអញ្ចឹងបើសិនជាបងប្អូនដែលគាត់រស់នៅក្នុងខេត្តបាត់ដំបងហ្នឹងគឺគាត់ប្រហែលជាស្គាល់ផ្លូវនេះហើយព្រោះស្រះឈូកនេះគឺសម្បូរមនុស្សម្នាគេមកលេងមែនទែនពិសេសនៅពេលល្ងាចត្រជាក់ស្រួលហើយនៅពេលព្រឹកគឺមិនសូវជាមានមនុស្សមកទេចាហើយស្រះឈូកនេះបើយើងមកពេលព្រឹកអត់សូវសុបាយទេបងប្អូនព្រោះគេអត់តន់មកលក់អីញ៉ាំហើយអត់តន់មានមនុស្សម្នាគេមកលេងណាហើយពេលល្ងាចបើសិនជាមកពេលត្រឹមម៉ោង4ក៏នៅក្តៅដែរបងប្អូនតលតែមកប្រហែលជាម៉ោង5ទៅរៀងត្រជាក់បន្តិចហើយអ្វីដែលខ្ញុំសង្កេតឃើញនៅទីនេះគឺឥឡូវហ្នឹងគឺល្បីមែនទែនគឺសម្បូរមនុស្សម្នាគាត់មកលេងច្រើនហើយអ្វីដែលគួរឲ្យគាត់សម្គាល់គឺនៅខ្ញុំសង្កេតឃើញនៅតែមានសម្រាមហើយនៅខ្ញុំក៏សូមសំណូមពរឲ្យបងប្អូនដែលគាត់បានទៅលេងនៅទីនោះឬក៏ដាក់របស់របរទៅញ៉ាំបងប្អូនសូមមេត្តាវិចខ្ចប់សម្រាមទុកដាក់ឲ្យមានរបៀបផងពីព្រោះសម្រាមភាគច្រើនជាថង់ផ្លាស្ទិកអញ្ចឹងគឺវាអាចប៉ើងទៅលើបរិស្ថានមើលទៅគឺអត់សូវជាស្រស់ស្អាតទេចាសម្រាប់ស្រះឈូកនេះគឺគាត់មានម្ចាស់ហើយគាត់ក៏បានដាក់ប៉ាយដែរគឺដាក់ប៉ាយឬក៏ដាក់ផ្លាកនឹងថាហាមបេះចាហើយនេះខ្ញុំមកពេលថ្ងៃគឺក្តៅខ្លាំងមែនទែនបើសិនជាបងប្អូនមានបំណងចង់មកអង្គុយលេងលំហែកាយឬក៏មកអង្គុយញ៉ាំអីលេងបងប្អូនអាចមកពេលល្ងាចទៅជាស្រួលជាងហើយឡើយនេះខ្ញុំក៏បានធ្វើដំណើរទៅវិញដែរហើយនេះខ្ញុំក៏បានជិះតាមផ្លូវដែលគេចាក់បេតុងចេញពីខាងស្រែប្រាំងយើងហ្នឹងគឺចេញទៅខាងអូម៉ានីហើយផ្លូវនេះគឺនឹងខ្ញុំជិះជាប្រចាំតែម្ដងហើយនៅរដូវវស្សាផ្លូវនេះគឺស្អាតមែនទែនដោយសារតែស្រូវពោពេញទៅដោយពណ៌បៃតងខ្ចីប៉ុន្តែនៅរដូវប្រាំងនេះដោយសារតែគេប្រមូលផលច្រូតកាត់អស់គឺស្រែចាប់ផ្ដើមចាប្រែពណ៌ហើយទៅជាពណ៌ក្រហមវិញហើយស្រែខ្លះគឺគាត់ចាប់ផ្ដើមភ្ជួរដើម្បីចាប់ផ្ដើមធ្វើផ្សារថ្មីបងប្អូនតែអាស្រ័យទៅលើទឹកដែរបើសិនជាអត់មានទឹកទេក៏យើងអាចធ្វើបានដែរចាជីកាត់វាស្រែខែនេះគឺមើលទៅស្រែគឺមានតែកញ្ជ្រៀងប៉ុណ្ណោះបងប្អូនហើយនេះខ្ញុំក៏បានឃើញចាផ្កាចាហើយបងប្អូនស្គាល់ផ្កាចាដែរឬទេហើយនៅតាមស្រែយើងគឺសម្បូរផ្កាចាច្រើនមែនទែនហើយបងប្អូនខ្លះប្រហែលជាអត់ទាន់ស្គាល់ទេចាឲ្យតាមវាស្រែសុទ្ធតែកញ្ជ្រៀងតែម្ដងហើយគេក៏បានយកគោមកប្រឡែងដើម្បីឲ្យវាមកស៊ីកញ្ជ្រៀងបងប្អូនដោយសារតែខែប្រាំងនេះគឺគាត់ពិបាករកស្មៅឲ្យគោស៊ីវាអត់សូវសម្បូរស្មៅគេក៏យកគោមកប្រឡែងតាមស្រែដើម្បីឲ្យវាស៊ីចាកញ្ជ្រៀងស៊ីអីចឹងទៅចាំបន្ទាប់ពីចេញពីផ្លូវបេតុងមកហ្នឹងនឹងខ្ញុំក៏បានចាធ្វើដំណើរតាមផ្លូវភូមិអូម៉ានី2ហើយភូមិនេះគឺនឹងខ្ញុំជិះទៅគឺឃើញផ្ទះគឺនៅជាប់គ្នាដែរគឺជាប់គ្នាច្រើនមិនសូវជាដាច់ប្រហែលទេហើយមិនសូវជាស្ងាត់ទេបងប្អូនចាឲ្យជី
មកដល់ភូមិនេះគឺនេះខ្ញុំឃើញផ្ទះរបស់ប្រជាជនភាគច្រើនគឺគាត់ដាំជាមួយនឹងដំណាំក្រូចចាដូចជាក្រូចថ្លុងឬក៏ក្រូចពោធិ៍សាត់អីផ្សេងចានៅពេលដែលធ្វើដំណើរជិតដល់វត្តអូមនីហ្នឹងគឺគេរាប់ថាភូមិអូមនីមួយហើយសម្រាប់ផ្ទះនៃខ្ញុំវិញគឺខ្ញុំនៅចាស់ត្រើយមកខាងម្នាក់គឺស្ថិតនៅក្នុងភូមិមិនលងវល់ហើយបងប្អូនហើយសម្រាប់ផ្ទះនៃខ្ញុំគឺស្រួលរកមែនទែនចាឲ្យឃើញផ្ទះរបងថ្មធំហ្នឹងតែច្រឡំតែផ្ទះនៃខ្ញុំបងប្អូនចាមិនមែនទេគឺជាផ្ទះពីមុនគឺជាផ្ទះរបស់ជនជាតិកូរ៉េហើយគាត់ក៏បានលក់តទៅបន្តទៀតហើយឥឡូវគឺគេយកមកកែច្នៃចាគឺស្អាតខ្លាំងមែនទែនណាគឺមកភូមិគឺមើលទៅគឺផ្ទះរបស់គាត់ហ្នឹងគឺលេចធ្លោជាងគេតែម្ដងឥឡូវនេះខ្ញុំក៏បានធ្វើដំណើរមកដល់ផ្ទះចំការនៃខ្ញុំហើយគ្រាន់តែចូលមកដល់ភ្លាមគឺអារម្មណ៍នៃខ្ញុំស្រស់ស្រាយមែនទែនដោយសារតែនៅទីនេះគឺលក្ខណៈស្ងប់ស្ងាត់ហើយនៅមួយទៀតគឺមកជុំវិញផ្ទះនេះគឺពោពេញតែដោយសុទ្ធតែដំណាំតែម្ដងស្វាយហ្នឹងមែនស្វាយនេះហៅស្វាយខ្ញុំនោះណាញ៉ាំស្វាយអត់ស្វាយអីស្វាយអញគេញ៉ាំចៃចុំយកទៅលើចាពេលមកដល់ហ្នឹងគឺឃើញស្វាយក្តឹបច្រាំមែនទែនហើយក៏នឹកឃើញតែក្តឹបស្វាយខ្ចីនេះគឺយើងញ៉ាំជាមួយនឹងចាំអំបិលម្ទេសឬក៏ទឹកប្រហុកគឺឆ្ងាញ់មែនទែនឥឡូវនេះខ្ញុំចាប់ផ្ដើមដើរប្រម៉ែប្រមូលផ្លែឈើដែលមាននៅជុំវិញផ្ទះហ្នឹងដើម្បីយើងយកទៅច្រលក់អំបិលម្ទេសហើយនឹងធ្វើទឹកប្រហុកតិចតួចដើម្បីញ៉ាំហើយសិតតែជាផ្លែឈើធម្មជាតិតែម្ដងហើយនេះគឺជាចាម៉ាក់ប្រាងហើយមកប្រាំងអ្នកស្រុកខាងនេះខ្ញុំហ្នឹងគឺគេអាចញ៉ាំខ្ចីដែរគឺគេចិត្តយកច្រលក់ជាមួយនឹងទឹកត្រីឬក៏ទឹកប្រហុកដែរស្វាយហ្នឹងម៉េះលឹះបែកក្រោមចាអូនបែកក្រោមហ្នឹងនៅកលមានទៀតណានេះហ្នឹងទៀតនោះនេះចាហើយបើនិយាយពីតលឹងតឹងគឺផ្លែច្រើនមែនទែនហាក់មានអ្នកញ៉ាំទេបងប្អូនហើយផ្លែតាំងពីគល់ដល់ចុងតែម្ដងហើយដោយសារតែមានអ្នកញ៉ាំហ្នឹងគឺកូនប្រុសនៃខ្ញុំគឺតែងតែបេះយកទៅលេងចាប់បិលបិលរបស់គាត់នឹងរាល់ថ្ងៃតែម្ដងអូដល់ដីផ្លែឡើងដល់ដីអូមកចកោបាត់តោះបានហើយទុកណាញ៉ាំមិនអត់ផ្លែនេះបើឡងចាហើយអាផ្លែតលឹងតឹងនេះគឺអាផ្លែក្របធំគឺមានរសជាតិជូរខ្លាំងតែសម្រាប់ផ្លែទូចហ្នឹងគឺអត់សូវជូរទេហើយនៅខ្ញុំបើសិនជាញ៉ាំគឺញ៉ាំតែអាក្របទូចខ្ចីទេតែវាអត់សូវជូរហើយទៅផ្សំបានតបែកបានមួយផ្លែទៀតដែរហើយតបែកខែនេះអត់សូវជាសម្បូរផ្លែដែរបងប្អូនកាលពីខែប្រាំងហ្នឹងគឺតបែកមានរសជាតិឆ្ងាញ់មែនទែនប៉ុន្តែចាប់តាំងពីប៉ានៃខ្ញុំគាត់បានបូមទឹកដាក់មកគឺតបែកចាប់ផ្ដើមមានរសជាតិសាបតែម្ដងបែកដាក់ត្រៃលើកកញ្ច្រៃមកកាន់មកយកកញ្ច្រៃមកយកកញ្ច្រៃអញ្ចឹងមកអូតោះបានបែកហុងមួយទៀតមិនផ្លោកចាប់បន្ទាប់ពីដើរប្រម៉ែប្រមូលជាមួយនឹងផ្លែឈើហើយក៏នឹកឃើញហេវបាយបងប្អូនក៏ទៅបើកសម្លមើលឃើញម៉ាក់ក្មេកនេះខ្ញុំគាត់ស្លមកជូរគ្រឿងក្បាលត្រីតំណងខ្លាំងមែនទែនហើយសម្លគាត់ស្លភាគច្រើនគឺមានរសជាតិឆ្ងាញ់ហើយអត់មានក្លិនឆ្អាបទេបងប្អូនចាបន្ទាប់ពីញ៉ាំបាយហើយនេះខ្ញុំក៏បានដើរមើលចាម៉ាក់ប្រាងហើយនិងម៉ាក់យ៉ុងហើយសម្រាប់បងប្អូនខ្លះប្រហែលជាអត់តាន់ស្គាល់ម៉ាក់យ៉ុងឬក៏ម៉ាក់ប្រាងឯពីព្រោះផ្លែវាស្តៀងគ្នាប៉ុន្តែសម្រាប់អ្នកចំការភាគច្រើនគាត់ស្គាល់ហើយប្រភេទក្របម៉ាក់យ៉ុងហ្នឹងគឺមានរសជាតិជូរអែមហើយក្របរបស់វាគឺរាងធំហើយរសជាតិជូរអែមនេះគឺឆ្ងាញ់ជាងម៉ាក់ប្រាងប៉ុន្តែគឺដោយចំណូលចិត្តដែរបងប្អូនខ្លះគឺគាត់ចូលចិត្តម៉ាក់ប្រាងដែលវាមានរសជាតិផ្អែមតែម៉ាក់ប្រាងគឺផ្លែទូចជាងពីបៃសាអញ្ចឹងទៅវាមានទូចវាមានធំអត់ស្មើគ្នាទេហើយអាសាក្រោយនេះក្តាប់ទូចទៅអាសាមុនវារាងធំអញ្ចឹងណាហើយពេលដែលយើងបេះលក់ហ្នឹងគឺយើងបេះបន្តគ្នាដោយសារផ្លែវាអត់ស្រុះគ្នាវាមានមុនមានក្រោយអញ្ចឹងទៅហើយបើសិនយើងទុកឲ្យវាទុំមែនទែនគឺវាឆ្ងាញ់ក៏តែនៅពេលយើងទុកវាទុំពេកសัตว์
ก็ปรับไอ้เลยมาซีออกจังนะอยากพลายในเรียงแหละสลักก็มองปอนยังมาเคยพลายเต้ปนใต้ไปเดี๋ยวสลักวีมาอยู่เต้เลยเคยพลายจราในตามสลักจันเตอโปคิวไปปลาหมวยสลักโปคิวเลยคณีจังอะให้ในไปดาวิตุ้มปลายโปกระห้อมาในยังสรูมือสรูใบมองอยากพลายในเรียงแหละสลักก็มองปอนยังมาเคยพลายเต้ปนใต้ไปเดี๋ยวสลักวีมาอยู่เต้เลยเคยพลายจราในตามสลักจันเตอโปคิวไปปลาหมวยสลักโปคิวเลยคณีจังอะให้ในไปดาวิตุ้มปลายโปกระห้อมาในยังสรูมือสรูใบมองจะให้สำหรับมะยองหรือก็มะปรางนี้คือตามจำกาคือพลายอัดสมาคือในเตมองปอนจำกาคละคือเกมีนตมใบโลบานบดาให้สำหรับจำกาในขยมคือบานบดานี่ไอเรียงกระหอมันติดปันตายดำเซ็งคือเนื้อคิวในลายเตให้บัสันจีเยืองบานโลมนเก๋คืออาจบานดำไหลเรียงกรอนบาได้ให้ดำไหลโลเจนเพชรานคือกิเลิกบอดดมนั่นคือจำการในขยมคือโลบานตรำตายผมเปิลปอนเรียวแต่อันนั้นคือดามได้บัสันเจียวสบอดิเตียคือทะเลทลายได้มาดองจะให้สำหรับละห้องนี้คือนับไปแต่ยังทลบยำละห้องให้ก็ยังบาดกรอบเวียบ่อเจ้าlà lấy cái việc đầuเป็ดđầuให้ก็ปลาขมิ้นในขยมกัดโยมาดำให้ก็บ้านจมวยหนองปูดนี้นับไปแต่ยังตกไอตุ้มก็คือปลาแอมช่างงานเหมือนเต้นนะจะเอาก้นบองปอนดังอักเนี้ยสำหรับการจำหน่ายไปตามด้านตุสนาวิดีโอระบายในขยมจะเอาก้น